ខ្លួនប៉ាប្លែកណាស់ឥឡូវឃើញសពប៉ាស្កើកូនពិតសោកសៅចិនដាពាក្យពេកស្រឡាញ់ទោះមិនងាយលឺចេញពីមាត់ប៉ាផ្ដល់ឲ្យតាមកាយវិការច្រើនពេកហើយពេលមានទុក្ខភ័យកូនស្និទ្ធនិយាយនឹងម៉ាក់ពេលមានអបសងក៏កូនមិនហ៊ានរបានៅនឹងមុខកូនខំធ្វើរឹងមាំរហូតខ្លួនឯកាព្រោះតែងា